នៅពេលខ្ញុំចូលធ្វើការងារដំបូងគេសួរខ្ញុំថាចង់បានប្រាក់ខែប្រហែលចង់បានប្រាក់ចំណូលប្រហែលខ្ញុំឆ្លើយគេថា open ខ្ញុំប្រាប់គេថា open salary request open មិនបាន open ពីព្រោះ I don't care how much they pay me ខ្ញុំអត់គិតរឿងគេបងខ្ញុំទេ I care ថាត្រូវតែបានការងារព្រោះចង់បានការងារធ្វើគោលដៅគឺឲ្យតែគេជួលដូច្នេះសេចក្តីបំណងប្រាក់ចំណូលអត់ទេដាក់ទៅទេចុងក្រោយទទួលប្រាក់ចំណូលដល់199,000មួយឆ្នាំអញរៀនចូលចេះដឹងហើយអញមិនមែនត្រឹមតែ250ទេអញដឹងតែចំណេះអញវាបាន1000អញ្ចឹងអញហ៊ានប្រឈមនឹងអា250ហ្នឹងដើម្បីឈ្មោះទៅរក1000បើចៅឯងយល់ឃើញថាចៅឯងបាក់ទឹកចិត្តដោយសារមើលឃើញទីផ្សារការងារហើយនឹងប្រាក់ខែនឹងតិចចៅឯងមិនមែនជាអ្នករៀនចេះទេចៅឯងគ្រាន់តែបានចូលសាលាទេចៅឯងរៀនមិនចេះទេសម័យពីដើមណាបើសម័យបងខ្ញុំហើយសម័យខ្ញុំណាចៅឯងខ្លាយទៅជាកុម្មុយនីសបាត់កុម្មុយនីសវានឹងប្របួលចៅឯងឲ្យជឿតាមវាបាត់ពីព្រោះចៅឯងមើលឃើញសង្គមហ្នឹងវាជាសង្គមដែលចៅឯងបាក់ទឹកចិត្តចំណែកខ្ញុំជាតាអត់បាក់ទឹកចិត្តទេមិនក៏មានឱកាសដូច្នេះចៅឯងកុំបាក់ទឹកចិត្តណាបងចៅឯងកុំបាក់ទឹកចិត្តកាលណាចៅឯងបាក់ទឹកចិត្តអាចំណេះហ្នឹងដែលចៅឯងរៀនហើយ graduate ហ្នឹងចៅឯងអត់ចេះទេជំហានទី1ខ្ញុំប្រាប់កូនខ្ញុំប្រាប់កូនខ្ញុំទាំងអស់ខ្ញុំប្រាប់ថា looking for a job it's not about how much pay you get it's about how you get into that job and gain experience so that you can move on ខ្ញុំប្រាប់កូនខ្ញុំរឿងប្រាក់ខែកុំសូវគិតពេកឲ្យបានចូលធ្វើការហើយយកពិសោធន៍ការងារបើអាចនៅបាន2ឆ្នាំទើបយកអាពិសោធន៍2 years experience ហ្នឹងធ្វើជាកម្មចិន្តាឡើងទៅរកការងារល្អតម្លៃថ្លៃប៉ុន្តែ first time you get into job market អត់គិតរឿងប្រាក់ទេខ្ញុំអញ្ចឹងខ្ញុំប្រាប់ក្មួយខ្ញុំដូចគ្នាកុំខ្វល់ក្មួយធ្វើម៉េចឲ្យតែគេជួលមុន graduate ខ្ញុំសួរក្មួយខ្ញុំថាធ្វើម៉េចឲ្យគេជួលឲ្យតែចប់សាលាបានការងារធ្វើកុំគិតរឿងប្រាក់ខែប៉ុន្មានអានឹងក្រោយទេធ្វើម៉េចឲ្យចូលទៅធ្វើការដើម្បីឲ្យដឹងថាយើងរៀនចប់យើងចេះធ្វើការឆ្នាំទី1ឆ្នាំទី2ក្មួយខ្ញុំកូនខ្ញុំមិនដែលរៀនបាត់មិនដែលធ្វើការបានមួយឆ្នាំទេ move on to another job with much better pay អញ្ចឹងឡងបងតានិយាយតែប៉ុណ្្នឹងចាឯងយល់ហើយ don't tell me បើនៅចិត្តខ្ញុំប្រាប់ថា you better change that mindset is a failure អា mindset ដែលចាឯងទៅសេប្រាប់តាណាថាចាឯងបាក់ទឹកចិត្ត demoralize ដោយសារ job market វា offer អញ្ចឹងចាឯងមាន mindset ដែល leads ចាឯងទៅ failure